អំពើហិង្សារបស់គ្រួសារមានក្មួយស្រីម្នាក់គាត់បានខលមកខ្ញុំបដាយំបដាគាត់ប្រាប់ថាគាត់លំបាកដោយសារក្នុងមួយសប្តាហ៍ប្តីគាត់វាយគាត់យ៉ាងតិចក៏3 4ដងដែរគឺអំពើហិង្សាលើរាងកាយខ្ញុំសួរគាត់ថាគាត់រាល់ថ្ងៃនេះគាត់ធ្វើអីហើយប្តីគាត់នឹងមានបណ្ណាហើយប្តីគាត់មុខរបរអីគេទៅគាត់ថាប្តីគាត់ហ្នឹងគឺជាកម្មករសំណង់អីចឹងទៅលីសៃចឹងទៅហើយពេលមកវិញពេលទៅស្វឹងរាល់រឿងគឺមកវិញច្រើនតែស្វឹងហើយរករឿងមានការវាយដំច្រាំធាក់ឲ្យគាត់ចឹងទៅខ្ញុំក៏សួរក្មួយស្រីថាពេលដែលវាយហ្នឹងក្មួយអត់មានវិធីសាស្ត្រក្នុងការរំដោះខ្លួនចេញពីកណ្ដាប់ដៃជ្រែកមេឃរបស់ប្តីគាត់ហ្នឹងមែនអត់គាត់ថាគាត់អត់ទេមានអីណាក្រៅពីអោបកូនហើយយំឲ្យគេតត្រឡប់ទៅនេះចឹងទៅមីងក៏ឆ្ងល់ដែរថាហេតុអីបានជាគាត់ត្រូវអង្គុយឲ្យមនុស្សប្រុសម្នាក់វាយចឹងហើយកុំប្រើពាក្យថាកម្មមីងលើកទឹកចិត្តថាបើសិនជានៅជាមួយមនុស្សបែបហ្នឹងហើយក្មួយគិតថានៅទៅមានអនាគតណាក្មួយបន្តឲ្យគេវាយទៀតឬមួយយ៉ាងម៉េចបើសិនជាមានអនាគតទេក្មួយគួរតែតដៃវិញម្ដងមើលឲ្យដឹងថាណែប្រពន្ធក៏មានដៃមានជើងវាយដែរខ្ញុំនិយាយនេះមិនមែនប្រចេះឲ្យមានអំពើហិង្សានៅក្នុងគ្រួសារទេក៏ប៉ុន្តែមានពេលខ្លះពឹសបង្ក្រាបពឹសដែរហ្នឹងណាចាមួយទៀតបើសិនជាមើលទៅថាយើងរៀបចំគាត់ឲ្យមិនកែប្រែក្មួយឲ្យចុះហេតុអីបានជាបាយ3ពេលចាំកូនមួយក្មួយហេតុអីក៏ចាំបាច់តស៊ូនៅជាមួយមនុស្សបែបហ្នឹងមនុស្សប្រុសតែបានវាយបានជេរយើងម្ដងហើយដូចកាប់ក្បាលមកបថៅចំណាំអញ្ចឹងនឹងមានលើកទី2លើកទី100មនុស្សស្រីក៏យ៉ាងដែរបើបានប្រមាថប្តីម្ដងហើយបានវាយប្តីបានដេលប្តីម្ដងហើយលើកទី2លើកទី100ដូចគ្នាអញ្ចឹងមនុស្សដូចតែគ្នាទាំងស្រីទាំងប្រុសតែមីងចង់ចែកម្លែកថាបើសិនជាមានហិង្សាបែបហ្នឹងកើតឡើងហើយមិនបាច់នៅអោបអីគ្នាអីទៀតទេលោកហើយលោកគេជេរគេប្រមាថគេវាយជើងហើយដៃហើយមកឲ្យគេថ្នាក់ថ្នមវិញមីងឆ្អើមចំនួនមីងចែកម្លែកទៅក្មួយស្រីម្នាក់ថាគិតសារជាថ្មីមីងមិនមែនមកបំបីមកតែបើសិនជាមីងវិញមីងប្រាប់ថា no ម្ដាយឪពុកយើងខំបង្កើតយើងមកឪពុកយើងមិនដែលវាយយើងទេមែនទេម៉ែយើងយ៉ាងច្រើនមិនកទួតមិនខប់មិនអីវាយយើងម្ដងម្កាលហើយមកឲ្យទាត់យើងត្រឡប់ត្រឡិនអត់ទេអាណិតខ្មោចម៉ែអាណិតខ្មោចឪផងបើសិនឪពុកម្ដាយស្លាប់អស់ហើយសិនជាគាត់នៅវិញគាត់ក្រៀមក្រំបែបណាដែលកូនចាំពីបាតដៃមក3រតឹងមកឲ្យថ្នាក់ថ្នមសម្រាប់ខំមិនបានផងហ្នឹងហើយមកឲ្យមនុស្សអ្នកដតីសុទ្ធហើយមកវាយនេះការមួយគ្នាអីមួយគ្នាដើម្បីយកមកប្រើហិង្សានៅក្នុងគ្រួសារនេះសួរថារឿងហ្នឹងវាសមអត់អញ្ចឹងមីងចង់ចែកម្លែកថាបើសិនជ្រុលហើយយកគ្នាមកនៅជាមួយគ្នាកុំមើលស្រាលកុំប្រមាថកាប់ជាកុំដៀលហើយកុំមានអំពើហិង្សាក្នុងគ្រួសារទៀតអូខេ